ហើយបានជនជាតិបរទេសតាក់ទងយើងគាត់តែងតែសុំឲ្យយើងនឹងទិញកាតផ្លែប៉ោមឲ្យគាត់អញ្ចឹងគាត់សុំឲ្យយើងជួយជាលុយគាត់ដូចជា100 200អីអញ្ចឹងអាហ្នឹងមូលហេតុអីតើគេបោកមែនទេចានឹងជាករណីបោកប្រាស់ហើយដូច្នេះអឺសុំឲ្យនិយាយទៅមិនថាយើងទិញជាអីជូនគេផ្ញើអាវ៉ាន់មកយើងត្រូវ pay បែបនេះបែបនិយាយទៅឲ្យតែពាក្យថាចំណាយលុយពីយើងគឺកុំឲ្យសោះហើយមួយទៀតកុំប្រញាប់យកអាវ៉ាន់ពីគេអីបើសិនជាករណីយើងទៅតែស្គាល់គ្នាបើថាអូស្គាល់គ្នាកន្លះឆ្នាំមួយឆ្នាំហើយរបៀបថាស្គាល់គ្នាច្បាស់ហើយយើងចង់បានអំណោយពីគេគេផ្ញើក៏យើងទទួលទៅតែបើសិនជាស្គាល់គ្នាខ្លីហើយយើងអត់ទាន់យល់ពីគ្នាច្បាស់ទេសូមកុំទាន់ប្រញាប់ទទួលយកអំណោយពីគេអីព្រោះករណីបោកប្រាស់វាច្រើនពេកហើយមួយទៀតពេលខ្លះវាមិនមែនជាករណីបោកប្រាស់ប៉ុន្តែវាជាការដោះដូរអ្វីដែលខ្ញុំធ្លាប់ដឹងណាស្រីក៏ដោយប្រុសក៏ដោយដូចខ្ញុំធ្លាប់ឮប្ដីខ្ញុំនិយាយណាស្រីខ្លះពេលគាត់លេងនៅក្នុង app áគឺគាត់បង្ហាញរូបរាងកាយគាត់ឲ្យខាងប្រុសឃើញហើយបន្ទាប់មកទៀតគាត់សុំឲ្យខាងប្រុសនឹងចំណាយ50 100 200 300ជារៀងរាល់ខែឲ្យគាត់វាបើយើងនិយាយម៉ាត់គឺដូចជាការដោះដូរសេវាកម្មបើយើងនិយាយអាក្រក់ស្ដាប់លក់សេវាកម្មហ្នឹងសម្រាប់ស្រីឲ្យទៅប្រុសតែចាប់ជាក់ស្ដែងតាមពិតប្រុសលក់ឲ្យស្រីក៏មានដូចគ្នាលក្ខខណ្ឌអីឧទាហរណ៍ប្រុសហ្នឹងជាប្រុសក្មេងស្អាតសង្ហាហើយគាត់លក់សេវាកម្មដូចបង្ហាញបែបនេះធ្វើនោះដើម្បីឲ្យមនុស្សស្រីនឹងមានភាពរីករាយរំភើបឧទាហរណ៍គាត់លក់សេវាកម្មឲ្យនារីចាស់ៗអាហ្នឹងក៏មានដែរអញ្ចឹងពេលខ្លះវាជាការដោះដូរដែលបង្ហាញភាពស្រាប់ស្រាទៅដៃគូស្រីៗដែលធ្លាប់ឮពេលខ្លះយើងប្រហែលជាអត់ធ្លាប់ឮទេដូចថាស្រីខារ៉ាអូខេឬក៏ Beer Garden ដែលថាគាត់លក់សេវាកម្មកំដរដៃគូប្រុសៗអញ្ចឹងណាចាតែជាក់ស្ដែងសម័យកាលនេះប្រុសក៏គាត់លក់សេវាកម្មកំដរមនុស្សស្រីដែរអញ្ចឹងពេលខ្លះគឺគាត់ចង់បានអំណោយពីយើងអញ្ចឹងបើសិនយើងមិនមែនជានារីបែបហ្នឹងយើងអត់មានត្រូវការបែបហ្នឹងទេអញ្ចឹងឃើញករណីបែបហ្នឹងគឺមិនបាច់ចាំឆ្លើយតបអីច្រើនទេប្លុកចោលទៅកុំឲ្យខាតពេលជាមួយនិយាយរួមមួយម៉ាត់កុំចង់បានអីវ៉ាន់អីពីគេលឿនពេកប្រសិនយើងស្គាល់គេអត់ទាន់ច្បាស់ទី1ទី2ឲ្យតែនិយាយតាក់ទងជាមួយនឹងការផ្ញើលុយកាក់ទៅខាងគេឬក៏ដោះដូរដោយសារត្រូវទិញនេះទិញនោះហើយគេផ្ញើមកជាប់អីវ៉ាន់បែបនេះបែបនោះឲ្យតែចេញពីយើងមិនថាមួយកាក់មួយសែនគឺសុទ្ធតែជាករណីដែលមិនគួរឲ្យទុកចិត្តសុំកុំប្រព្រឹត្តឲ្យសោះពីព្រោះករណីឆោបបោកបច្ចុប្បន្ននេះគឺវាខ្លាំងមែនទែនអូខេ Good luck អ្នកទាំងអស់គ្នាបើមានអ្នកផ្សេងទៀតមានបទពិសោធន៍ល្អអាចចែករំលែកនៅក្នុង comment បានដើម្បីឲ្យនារីផ្សេងទៀតគាត់បានដឹងទៅគាត់ជៀសវាងពីករណីបោកប្រាស់ដូចគ្នាដែរអរគុណ